អូខេតោះកុំឲ្យខាត់ពេលវេលាយូរយើងចាប់ផ្ដើមកែលំហាត់ទី2គឺ grammar អញ្ចឹងយើងមើលឧទាហរណ៍ look at the example we haven't got money to buy a new car yet អូខេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ D we haven't got enough money អូខេពួកយើងមិនទាន់មានលុយគ្រប់គ្រាន់ក្នុងការទិញរថយន្តថ្មីនៅឡើយទេអូខេករណីពាក្យផ្សេងទៀតហេតុអីបានវាអត់ត្រូវឧទាហរណ៍ពាក្យខ្វាយបូកជាមួយនឹង adjective អូខេ quite good quite well អញ្ចឹងណាដល់ពេល too much មានច្រើនពេកយើងមិនមានលុយច្រើនពេកក្នុងការទិញឡានអញ្ចឹងវាមានន័យស្ដាប់អត់បានស្ដាប់ទៅវាអត់តំណងអញ្ចឹងណាបាទ too much too many ដូចគ្នាគឺសិតតែអត់តំណងដូចឡៃហ្នឹងតែបើ enough យើងអត់ទាន់មានលុយគ្រប់បាទអាហ្នឹងស្ដាប់បានហ្មងបើប្រែមកគឺត្រូវតែម្ដងតោះលេខ1 you must have something to eat before go to school អូខេអ្នកត្រូវមានអីញ៉ាំសិនមុនពេលទៅរៀនអូខេអញ្ចឹងងាយទេកន្លែងហ្នឹងកាលណាកិរិយាសព្ទនៅខាងក្រោយbefore ឬក៏ preposition verb របស់យើងត្រូវតែថែម ing អូខេអញ្ចឹងចម្លើយរបស់យើងត្រូវតែចម្លើយទី2ចម្លើយ B going អូខេទី2 you have never seen this before បាទអញ្ចឹងករណីនេះគឺជា question take ដូចយើងដឹងហើយថា question take បើសិនជាប្រយោគរបស់យើងស្រប take question របស់យើងត្រូវតែបដិសេធហើយបើប្រយោគយើងបដិសេធ question take របស់យើងត្រូវតែជាប្រយោគស្របហើយកាលយើងត្រូវ follow ទៅតាមកាលនៅក្នុងល្បះដំបូងរបស់គេអូខេអញ្ចឹងយើងមើល you have never seen អញ្ចឹងរបៀបប្រយោគមួយហ្នឹងគឺជាទម្រង់ present perfect អញ្ចឹង take question របស់យើងត្រូវការ present perfect ដែរអញ្ចឹងចម្លើយអាចមានចម្លើយ A ហើយនិងចម្លើយ D ព្រោះអីវាតកតងនឹង present perfect វាមានពាក្យ have អញ្ចឹងយើងមើល you have never អញ្ចឹង never គឺជា adverb ដែលបង្ហាញអំពីប្រយោគបដិសេធអូខេអញ្ចឹងnever និងពាក្យ not ដូចគ្នាអញ្ចឹងវាតកតងនឹងបដិសេធអញ្ចឹង question take របស់យើងយកពាក្យ have អញ្ចឹង have you អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ D លេខ3 this problem by clever boy last night គេចង់មានន័យថាបញ្ហាត្រូវបានដោះស្រាយដោយកុមារវ័យឆ្លាតម្នាក់កាលពីយប់មិញអញ្ចឹង last night យើងយក past មក ប្រើ last night អញ្ចឹងចម្លើយ A និងចម្លើយ B គឺជាចម្លើយបន្លំចម្លើយ C និងចម្លើយ D គឺជាចម្លើយដែលយើងត្រូវយកមកគិតអូខេអញ្ចឹងយើងមើលចម្លើយ C this problem solved បញ្ហាដោះស្រាយ was solved ត្រូវបានដោះស្រាយមានន័យថាបញ្ហាត្រូវបានគេដោះស្រាយអូខេបើយើងយកចម្លើយ D មានន័យថាបញ្ហាដោះស្រាយអូខេអញ្ចឹងករណីនេះ problem វាអត់មែនជាមនុស្សទេវាអត់មែនជាមនុស្សឬក៏វត្ថុដែលអាចធ្វើសកម្មភាពខ្លួនឯងបានទេអញ្ចឹងមានន័យថាវាត្រូវបានគេធ្វើត្រូវបានគេដោះស្រាយអញ្ចឹងករណីនេះយើងត្រូវប្រើទម្រង់ passive អូខេ was verb verb 3ទៅត្រឹមត្រូវអូខេអត់ពួកអីបញ្ហាអត់ចេះដោះស្រាយដោយខ្លួនឯងទេបញ្ហាត្រូវបានគេដោះតោះ number 4 what you do if you won a lot of money what you do if you won a lot of money អូខេអញ្ចឹងលេខ4តកតងទៅនឹង conditional first conditional និង second conditional អូខេបើសិនជាបងអូនបានតាមដានវីដេអូ teacher កាលពីវីដេអូមុនបងអូននឹងដឹងហើយថាកន្លែងហ្នឹងគួរយកចម្លើយមួយណាអញ្ចឹងដើម្បីដោះស្រាយលំហាត់ប្រភេទនេះយើងត្រូវមើលរបស់cloth មួយចំហៀងទៀតណាឥឡូវបើគេបិទកន្លែងនេះគេថា what ហ្នឹងគេលេខហើយចប់នឹងមួយចំហៀងទៀត if you won a lot of money យើងមាន if cloth ពេញលេញប៉ុន្តែនៅក្នុង result cloth អត់មានទេអញ្ចឹង if you won គឺជាកិរិយាសព្ទ verb កិរិយាសព្ទទម្រង់ទី2 past simple អត់ឬក៏ verb to អូខេអញ្ចឹងបើ past simple អញ្ចឹងយើងដឹងហើយថាពាក្យដែលត្រូវយកមកបំពេញគឺ would បើសិនជាកន្លែង if នឹងមាន verb 1កន្លែងចន្លោះដែលត្រូវបំពេញគឺ will អញ្ចឹងកន្លែងនេះយើងមាន verb 2អញ្ចឹងចម្លើយដែលយើងត្រូវរើសគឺ would អញ្ចឹង would គឺចម្លើយ C អូខេអញ្ចឹងបើឈើបញ្យល់តាមបែបងាយចំណាំកាលណាមាន will របស់មួយចំហៀងទៀតគឺមាន verb 1ប្រសិនបើមាន would របស់មួយចំហៀងទៀតត្រូវមាន verb 2អូខេអាហ្នឹងរបៀបចំណាំតែបើយើងចង់វិភាគទៅតាមមេរៀនក៏បានដែរអូខេអញ្ចឹងគេថា
តើអ្នកនឹងធ្វើអីប្រសិនបើអ្នកឈ្នះឆ្នោតអញ្ចឹងការឈ្នះឆ្នោតគឺជាការស្រមើសម័យមែនទេយើងអត់បានទៅចាក់ឆ្នោតទេហើយគេសួរថាតើអ្នកនឹងធ្វើអីបើសិនជាអ្នកឈ្នះឆ្នោតអញ្ចឹងមានន័យថាយើងនឹងគ្មានថ្ងៃឈ្នះឆ្នោតទេពួកអីយើងអត់បានទៅចាក់ឆ្នោតផងហ្នឹងមែនអត់អញ្ចឹងអានេះគឺជាការស្រមើសម័យគឺជាអ្វីដែលផ្ទុយពីការពិតអញ្ចឹងអ្វីដែលផ្ទុយពីការពិតយើងត្រូវប្រើ past condition យើងត្រូវប្រើ second conditional ក្នុងការសរសេររៀបរាប់ពីវាអញ្ចឹងបើសិនជា second conditional ទម្រង់របស់យើងត្រូវការ would អូខេអញ្ចឹងចម្លើយ C នៅតែជាចម្លើយដ៏ត្រឹមត្រូវដដែលតោះលេខ5 She was cleaning her teeth when the phone was ringing អូខេចឹងយើងមើលនាងកំពុងតែសម្អាតធ្មេញនៅពេលដែលទូរស័ព្ទរោអញ្ចឹងយើងមើល was cleaning វាអតីតកាលអញ្ចឹងបើទូរស័ព្ទរោនៅក្នុងអតីតកាលសំទោសដោះធ្មេញនៅក្នុងអតីតកាលទូរស័ព្ទរោហ្នឹងក៏រោនៅក្នុងអតីតកាលដែរអញ្ចឹងចម្លើយរបស់យើងអាចថាចម្លើយ A ចម្លើយ B និងចម្លើយ C ពួកអីវាទៅនឹងអតីតកាលអូខេតោះអញ្ចឹងយើងមើលទូរស័ព្ទកំពុងរោឬក៏ទូរស័ព្ទរោយើងគិតមើលនាងកំពុងដោះធ្មេញស្រាប់តែទូរស័ព្ទដៃរោឬក៏កំពុងរោបើយើងយកចម្លើយ A was going to ring បាទអញ្ចឹងគេអត់ប្រើ going to នៅក្នុង past simple ទេអញ្ចឹងចម្លើយ A គឺជាចម្លើយបន្លំអញ្ចឹងវាអញទៅសល់តែ2ទេ B ហើយនិង C ចម្លើយ B was ringing នាងកំពុងដោះធ្មេញហើយទូរស័ព្ទដៃរោកន្លែងហ្នឹងគេចង់មានន័យថាសកម្មភាពទូរស័ព្ទដៃរោហ្នឹងរំខានសកម្មភាពដោះធ្មេញអញ្ចឹងបើសិនជាមានសកម្មភាពរំខានបែបហ្នឹងយើងប្រើ past simple ជាមួយនឹង past continuous អូខេដោះធ្មេញសុកទូរស័ព្ទដៃរោអូខេយើងរោគឺទៅសេជា verb to អញ្ចឹងចម្លើយរបស់យើងគឺចម្លើយ C បាទអញ្ចឹងកុំឲ្យខាត់ពេលយូរ teacher សូមបញ្យល់ត្រឹមប៉ុណ្្នឹង